បងប្អូនទាំងគ្នាថ្ងៃនេះយើងមកដោះស្រាយបញ្ហាមួយរបស់សិស្សម្នាក់ដែលគាត់បានសួរមកខាងខ្ញុំថាតើធ្វើយ៉ាងម៉េចទើបយើងអាចទទួលបានអក្សរជាភាសាខ្មែរនៅតាមរូបភាពដែលយើងទទួលបានពីអនឡាញជាឧទាហរណ៍ខ្ញុំមានអក្សរបែបនេះជាប្រភេទចម្រៀងដែលយើងបែបនេះប៉ុន្តែយើងអត់ចង់វៃតាមលំនាំបែបហ្នឹងទេមែនទេបើសិនជាយើងវៃតាមលំនាំបែបហ្នឹងគឺវាចំណាយពេលរៀងយូរប៉ុន្តែបើសិនជាយើងមានវិធីមួយដែលយើងគាត់ចង់ដឹងថាតើយើងមានវិធីណាដែលយើងគ្រាន់តែឧទាហរណ៍ដែលយើងថតវិធីហ្នឹងហើយទទួលបានអក្សរខ្មែរពីបែបហ្នឹងមកមែនទេឧទាហរណ៍ដែលខ្ញុំបើកកម្មវិធី Word មួយសិនមកបងប្អូនភាគច្រើនប្រហែលជាប្រើវិធីនេះដែរមែនទេវិធីនេះពេលយើងបើកកម្មវិធី Word មកហើយយើងបើកអញ្ចឹងមកយើងបែបនេះយើងដាក់ឲ្យទន្ទឹមគ្នាបែបហ្នឹងហើយយើងចាប់ផ្ដើមវៃជាភាសាខ្មែរយើងដាក់មកចូលចេញគេដាក់ធំតិចមកចូលចេញទៅផ្សាយនឹងល្អពីព្រះណាប៉ុន្តែវាពិតប្រកបវាធ្វើបានតែរឿងយូរសំណួរគាត់មិនមែនគាត់ចង់បានដំណោះស្រាយនឹងទេគឺគាត់ចង់បានសំណួរថាតើធ្វើម៉េចទៅវាលឿនជាងហ្នឹងមែនទេអូខេអញ្ចឹងដើម្បីធ្វើបានខ្ញុំនឹងឧទាហរណ៍មួយយើងមានតិចភាសាអង់គ្លេសបាទនៅក្នុងភាសាអង់គ្លេសគឺស្រួលមែនទែនយើងអត់ត្រូវការ tool អីទេសម្រាប់ Windows 11គឺយើងត្រូវការតែអ៊ីនធឺណិតហើយនឹង Windows 11ទេជាឧទាហរណ៍ខ្ញុំមាន file បែបនេះជាភាសាអង់គ្លេសមែនទេតែយើងធ្វើម៉េចទៅយើងអាចស្រង់បែបហ្នឹងបាននៅក្នុងភាសាអង់គ្លេសឬក៏ក្នុង Google យើងអាចប្រើ LAN ឬក៏ Google LAN ហ្នឹងតែនៅក្នុង Microsoft ក៏វាមានរបស់វាដែរយើងគាត់តែបើកមកហើយមានសញ្ញាកាមេរ៉ានឹងមួយមែនទេយើងតែចុចទៅលើនឹងមកវានឹងនាំយើងទៅក្នុង Bing បាទនៅក្នុងនេះ bing.com ហ្នឹងនៅក្នុង bing.com ហ្នឹងគឺវាមាន tool មួយខ្ញុំបើកឲ្យធំសិនបាទក្នុង tool នោះគឺមានអីគេមាន text ហើយមាន translate automatic គឺមានដំណងវាអត់បញ្ហាទេដល់នេះយើងគាត់តែចុចទៅលើ text ហ្នឹងវានឹង generate ឲ្យយើងបាននេះគឺជា text ឃើញទេយើងគាត់តែ copy ហ្នឹងមកតែបើយើងអត់ចង់បាននៅ text ណាយើងគាត់តែចុចទៅលើអធិហ្នឹងមកនេះអធិធំអធិតូចហ្នឹងហើយយើងដោះលើនេះហើយនឹងចុចទៅលើនេះបែបនេះវានឹងចេញមកយើងទាំងអស់បែបនេះអូខេអានេះឃើញទេអញ្ចឹងស្រួលមែនតើយើងអត់ចង់បានយើងចុចលើមកវាបិទទៅដោះអូខេខ្ញុំ copy យើងអាច copy មកប្រើប្រាស់តាមតម្រូវការរបស់យើងហើយយើង pen លើនឹងមកអញ្ចឹងនេះគឺជាភាសាអង់គ្លេសប៉ុន្តែភាសាខ្មែរអូខេយើងទៅភាសាខ្មែរខ្ញុំបិទសិនបិទម្ដងទៀតហើយនឹងអូខេខ្ញុំបិទដែរអូខេភាសាខ្មែរមិញហ្នឹងភាសាខ្មែរយើងធ្វើដូចគ្នាមកប៉ុន្តែអត់មានទេអត់មាន option ណាមួយដែលជួយយើងក្នុងការដោះស្រាយបញ្ហាហ្នឹងទេពេលដែលយើងចុចទៅលើ T តូច T ធំហ្នឹងវាអត់មានវានឹងចេញជាស្អីណាភាសាស្អីសោះអូខេចាំប៉ុន្តែវាមានវិធីមួយដែលដោះស្រាយបានគឺ Google បងប្អូនត្រូវចាំសម្រាប់ភាសាខ្មែរគឺក្រុមហ៊ុនមាន2ធំដែលយើងប្រើរាល់ថ្ងៃគឺក្រុមហ៊ុន Microsoft ហើយនិងក្រុមហ៊ុន Google ប៉ុន្តែក្រុមហ៊ុន Microsoft អត់ទាន់ទូលំទូលាយទាក់ទងភាសាខ្មែរទេប៉ុន្តែសម្រាប់ Google ខ្ញុំជឿជាក់ថាភាសាខ្មែរយើងអាចទទួលស្គាល់បានអូខេដើម្បីបានស្វៀនយើងអាចចូលទៅក្នុង tab ថ្មីមកហើយយើងបើក Drive សម្រាប់ Drive គឺវាស្រួលទេ Drive របស់ Google យើងគ្រាន់តែមាន Gmail យើងអាចចូលទៅក្នុង Drive របស់យើងបានហើយអូខេដើម្បីចូលទៅក្នុងបានយើងគ្រាន់តែចូលក្នុង Drive មកអូខេចូលក្នុង Drive ហើយយើងគ្រាន់តែ upload នៅ file របស់យើងហ្នឹង drag and drop វាដាក់នៅក្នុងនេះមកអូខេហើយយើងគ្រាន់តែអូខេដោយសារមានម្ដងហើយចឹងខ្ញុំដូរឈ្មោះសិនមិនដឹងតែមួយណាទេឥឡូវខ្ញុំដូរឈ្មោះសិនដាក់ file 01ចឹងមកហើយខ្ញុំ drop វាម្ដងទៀតដាក់ក្នុងនេះបើកធំម្ដងទៀតវាកំពុងដំណើរការអញ្ចឹងវាដំណើរហើយខ្ញុំនឹងចុច right click លើនឹងឬក៏យើងចុចទៅលើ root folder ហ្នឹងមកចុច root folder ហ្នឹងមកវានាំយើងទៅកាន់ folder ដែលវានៅបន្ទាប់មកយើង right click ទៅលើ image រូបភាពដែលយើង just upload មិញហ្នឹងអូខេហើយយើងរកពាក្យមួយដែលថា open with យើងទៅបើកវាជាមួយនឹង Google Docs អូខេ Google Docs គឺមាន tool មួយដែលវា generate ពីរូបភាពទៅជាអក្សរ automatic គេសម្រងចាំបន្តិចអញ្ចឹងវានឹងចេញជារូបភាពមិញហ្នឹងឯងរូបភាពយើងមិញហ្នឹងគឺគឺជារូបភាពរបស់យើងមិញអូខេរូបភាពដដែលហ្នឹងឯងប៉ុន្តែពេលយើងទៅខាងក្រោមយើងនឹងឃើញមានអក្សរនៅខាងក្រោមជាអក្សរដែលយកពីណាអក្សរយកពីរូបភាពហ្នឹងឯងបាទអញ្ចឹងយើងគ្រាន់តែ copy មកខ្ញុំ copy ទាំងអស់ហ្នឹងមកហើយខ្ញុំទៅ paste នៅក្នុងគេMicrosoft Word ដែលយើងត្រៀមថាប្រើការវាហ្នឹង Control A មកហើយ Control V ដើម្បីនឹង pass របស់ខ្ញុំចូលនឹងអូខេជាការស្រាច់គឺលឿនមែនទែនហើយបងប្អូនអាចងាយស្រួលក្នុងការដែលប្រើប្រាស់ tool មួយហ្នឹង
ចឹងស្គមតវីដេអូនេះអាចជួយបងប្អូនទាំងអស់គ្នាបានអរគុណច្រើនសូមជម្រាបលាសូមប្រែប្រទានពរ